Rừng chạm đào sài nạn lưới chụp kia to điện bạn bóng ôn bật tua pi bóng ôn bạn tu sân clip video bạn đi hái và bóng ôn bật chim mèo rầm thà nâng anh đất và bóng ôn còn tuột để còn đây là bạn được nông được đây và bèo hiến được hàng mùng mấy để chia còn lại và miền sông cream và miền cà paul kia là viên ở sim và còn tuột sim đừng còn tuột ở Campuchia dương chẳng không ca bạn to tăng và đã bị sầm đầy vàคือกองกอบอกកម្ពុជាយើងគឺមានសម្ដីអង្គអាចក្លាហានណាបងប្អូនបាទគឺមិនខ្លាចមិនចោះញោមបាទតបសៀមទេបាទទោះបីបាទតបសៀមគេថាគេមានសម្ភារៈបាទសម្ភារជីវិតបាទទំនើបក៏ដោយបាទការស្លៀកពាក់របស់គេទំនើបអីបាទយ៉ាងណាក៏ដោយក៏កម្ពុជាយើងគឺមិនចោះញោមគឺមិនចោះចាញ់ទេដោយសារបាទគាត់មានកាតព្វកិច្ចគេថាការពារបាទបរណភាពទឹកដីបាទរបស់បាទជាតិមាតុភូមិយើងបាទគឺគាត់អង្គអាចក្លាហានមែនទែនបាទនៅក្នុងការតតាំងបាទទោះបីយើងមិនបានតតាំងអាវុធក៏ដោយបាទប៉ុន្តែគាត់ថាគាត់តតាំងជាពាក្យសម្ដីបាទចរចាគ្នាបាទដើម្បីកុំឲ្យខាងគេខាងភាគីសៀមហ្នឹងចូលមកបាទទឹកដីរបស់យើងបាទអញ្ចឹងគឺគាត់បាទមានសេចក្តីក្លាហានអង្គអាចបាទមែនទែនបាទគឺមិនចោះញោមគឺមិនឲ្យគេបាទរំលោភបំពានបាទនៅក្នុងទឹកដីរបស់កម្ពុជាយើងទេបាទទោះបីធ្លាប់ប៉ះគ្នាបាទធ្លាប់បាទយើងឈឺចាប់ដែលយើងធ្លាប់បាត់បង់បាទអ្នកជាទីស្រឡាញ់បាទជាយោធារបស់កម្ពុជាយើងម្នាក់កាលពីថ្ងៃទី28បាទកន្លងមកនេះបាទគឺយើងមានអារម្មណ៍មួយថាឈឺចាប់មែនទែនបាទមកដល់ពេលនេះបើតាមស្ថានភាពនៅព្រំដែនក៏មិនទាន់ធូរស្រាលដែរគឺនៅបាទ50-50គឺយើងនៅតែត្រៀមបាទដើម្បីយថាហេតុបាទដោយសារយើងក៏មិនទុកចិត្តគេក៏មិនទុកចិត្តយើងប៉ុន្តែបងប្អូនកងទ័ពកម្ពុជាយើងគឺបាទបទបញ្ជាធ្ងន់ណាស់បាទគឺបទបញ្ជាបាទតឹងរឹងណាស់គឺមិនអោយបាទប៉ះគេមុនទេបើតាមប្រភពដែលខ្ញុំដឹងណាហើយក៏ខ្ញុំធ្លាប់ឆ្លងកាត់ដែរគឺយើងមិនអោយប៉ះគេមុនទេប៉ុន្តែគាត់ថាយើងបាទដើម្បីតបតវិញបាទដើម្បីតបតគេថាជនជាអាកាសជនដែលចង់ឈ្លានពានបាទទឹកដីរបស់យើងអញ្ចឹងគឺយើងបាទមានសិទ្ធិតបតទៅវិញបាទអញ្ចឹងមកដល់ពេលនេះគឺយើងមិនទាន់បានថាចរចាអីឲ្យបានត្រឹមត្រូវទេគាត់ថាយើងយកបាទពាក្យបណ្ដឹងរបស់យើងបាទដែលដាក់បណ្ដឹងគឺ4កន្លែងនោះគឺមានមុំ3បាទប្រាសាទតាមាន់ទូចប្រាសាទតាមាន់ធំបាទប្រាសាទតាកបីបាទគឺយើងយកទៅបណ្ដឹងបាទនៅបាទតុលាការយុត្តិធម៌អន្តរជាតិបាទអញ្ចឹងមកដល់ស្មាននេះគឺយើងនៅតែបាទ50-50គឺនៅតែប្រយ័ត្នបាទដដែលនៅតាមព្រំដែនបាទខាងជប៉ុគីបាទប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាកបីមុំ3បាទពិសេសគឺខាងបាទជីដែនខាងថៃនេះគឺយើងនៅតែ
ប្រយ័ត្នប្រយែងជានិច្ចបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបាទអរគុណជួបគ្នានៅវីដេអូបន្ទាប់